ប្រវត្តិព្រះសិអាមេត្រីត្រាស់ដឹងក្នុងលោកដើម្បីបានក្លាយជាព្រះពុទ្ធមុននឹងបុគ្គលត្រូវបានព្យាករអំពីសំណាក់ព្រះសម្មាសម្ពុទ្ធលើកទី1ជាលក្ខណៈញ៉ាំងឲ្យក្លាយជានិយតពោធិសត្វបុគ្គលនោះត្រូវតែប្រកបដោយអង្គ8ហៅថាអដ្ឋសមោធានគឺការប្រជុំរួបរวมនៅធម៌ទាំង8ធម៌ទាំង8នេះចែកនៅក្នុងខត្តនិកាយពុទ្ធវង្សៈហៅថាមនុស្សតੰលង្កសម្បន្តិហេតុសាធារៈទេសនੰបបជាគុណសម្បន្តិអធិការោចឆន្ទតាអដ្ឋធម្មសមោធានាអភិនិហារោសមិច្ឆតិនិយតពោធិសត្វត្រូវសម្រេចដោយអភិនិហាប្រជុំដោយធម៌ទាំង8គឺ1ជាមនុស្សមិនមែនជាទេវតាឬព្រហ្ម2ដល់ព្រមដោយភេទគឺបុរស3ដល់ព្រមដោយហេតុដែលអាចសម្រេចអរហន្តបានក្នុងជាតិនេះគឺឧបនិស្ស័យសម្បត្តិ4បានជួបនិងថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដោយផ្ទាល់គឺបានទទួលព្យាករអំពីព្រះអង្គ5បបជាចេតាបោះឬភិក្ខុសង្ឃ6ដល់ព្រមដោយគុណធម៌គឺបានសម្រេចនៅអភិញ្ញា7មានពោធិចិត្តដែលសន្សំរួចមកហើយ8មានឆន្ទៈយ៉ាងខ្លាំងក្លាដើម្បីបានត្រាស់ជាព្រះពុទ្ធធម៌ទាំង8ប្រការនេះហៅថាអដ្ឋសមោធានដែលមានសេចក្តីអត្ថាធិប្បាយដូចខាងក្រោម1ជាមនុស្សសេចក្តីប្រាថ្នានៅភាពជាមនុស្សរមែងសម្រេចបានតែចំពោះបុគ្គលអ្នកប្រាថ្នានៅក្នុងអត្តភាពជាមនុស្សប៉ុណ្ណោះមិនមែននៅក្នុងកំណើតជាទេវតាព្រហ្មនិករុទ្ធជាដើមឡើយ2ជាអ្នកដល់ព្រមដោយភេទគឺបុរសដែលហៅថាប្រុសសេចក្តីប្រាថ្នារមែងបានសម្រេចតែចំពោះមនុស្សប្រុសតែម្យ៉ាងមិនបានសម្រេចចំពោះមនុស្សស្រីឬខ្ទួយមានភេទពីរឡើយ3ជាអ្នកដល់ព្រមដោយហេតុគឺសំដៅដល់ឧបនិស្ស័យសម្បត្តិសេចក្តីប្រាថ្នាសម្រេចដល់មនុស្សប្រុសដែលដល់ព្រមដោយហេតុនៃឧបនិស្ស័យមិនបានសម្រេចដល់អ្នកដែលគ្មានឧបនិស្ស័យឡើយ4ជាអ្នកបានជួបព្រះសម្មាសម្ពុទ្ធគឺជាអ្នកប្រាថ្នាស្ថិតនៅក្នុងចំពោះព្រះភ័ក្ត្រនៃព្រះសម្មាសម្ពុទ្ធដែលគង់ធរមាននៅផ្ទាល់មិនសម្រេចដល់អ្នកប្រាថ្នាចំពោះមុខព្រះចេតិយពោធិព្រឹក្សឬព្រះពុទ្ធបដិមាឬព្រះបច្ចេកពុទ្ធនិងពុទ្ធសាវកឡើយ5បបជាគឺជាអ្នកបួសនៅក្នុងសំណាក់ព្រះពុទ្ធជាម្ចាស់ឬជាតាបោះស្ថិតនៅក្នុងកម្មកិរិយាវិធីមិនសម្រេចដល់អ្នកស្ថិតនៅក្នុងភេទជាក្រហមទេ6ជាអ្នកមានគុណសម្បត្តិដល់ព្រមដោយគុណគឺជាអ្នកបានសម្រេចនៅអភិញ្ញា5គឺសេចក្តីដឹងយ៉ាងខ្ពស់ដែលកើតអំពីកម្លាំងនៃឈានមានអធិរិទ្ធសម្ដែងរិទ្ធបាន1ទើបប្រសោត្រជាទើប1ចេតោបរិញ្ញញ្ញាណៈចេះស្គាល់កំណត់ចិត្តរបស់អ្នកដទៃ1ពពេនិវិសានុសតិនឹករលឹកអំពីកំណត់រាប់កាប់ជាតិដឹងជាតិ1ទើបបច្ចៈខោភ្នែកទើប1រួមទាំងអស់មកហៅថាអភិញ្ញា5និងសមាបត្តិ8មិនបានសម្រេចដល់អ្នកដែលគ្មានគុណសម្បត្តិឡើយ7ជាអ្នកមានអធិការគឺពោធិចិត្តដែលសន្សំមកហើយដល់ព្រមដោយគុណសម្បត្តិដែលពលមកហ៊ានលះបង់សំបីជីវិតរបស់ខ្លួនធ្វើឧបការៈដល់ក្រៃលែងដើម្បីភាពជាព្រះពុទ្ធ8ជាអ្នកមានឆន្ទៈយ៉ាងខ្លាំងក្លាមែនពិតជាអ្នកប្រាថ្នាមិនមានឆន្ទៈលឹះលុបចំពោះប្រយោជន៍ដល់ពុទ្ធការកធម៌ដើម្បីត្រាស់ដឹងជាព្រះពុទ្ធការព្រះពោធិសត្វដែលព្រមដោយប្រកបដោយធម៌ទាំង8នេះហើយទើបសំគួរដល់នៃការព្យាករនៃព្រះពុទ្ធទាំងឡាយហេតុដូច្នេះទើបធម៌នេះមានឈ្មោះថាអដ្ឋសមោធានគឺការប្រជុំរួបរวมធម៌ទាំង8ដើម្បីសម្រេចដល់ព្រមដោយអភិនិហានៃធម៌ទាំង8នេះ
ព្រះពោធិសត្វត្រូវប្រកបដោយបច្ច័យ4ហេតុ4និងពលៈ4ជាខាងដើមសិនទើបអាចសម្រេចប្រជុំរួបរวมនៅអដ្ឋសម្មោធានទាំង8នេះបានបច្ច័យ4ហេតុ4និងពលៈ4មានអត្ថន័យដូចតទៅនេះបច្ច័យ4 1. បស្សតិតថាគតੰឃើញព្រះតថាគតមហាបរោះក្នុងលោកនេះរមែងឃើញព្រះតថាគតទ្រង់សម្ដែងបដិហាដ៏អស្ចារ្យជាអ្នកមានពុទ្ធានុភាពដ៏ក្រៃលែងមិនធ្លាប់មានចិត្តរបស់មហាបរោះនោះរមែងតាំងនៅក្នុងមហាពោធិញ្ញាណធ្វើបដិហានេះជាអារម្មណ៍ព្រោះអាស្រ័យព្រះដ៏មានព្រះភិក្ខមានធម៌ដ៏អស្ចារ្យមិនធ្លាប់មានទ្រង់មានអានុភាពជាអចិន្តិយៈយ៉ាងនេះព្រោះចក្ខុធម្មធាតុណាធម្មធាតុនោះមានអានុភាពច្រើនណាស់ណោព្រះមហាបរោះនោះបឹងអោនចិត្តទៅក្នុងសម្មាសម្ពោធិញ្ញាណធ្វើធម្មធាតុនោះឲ្យជាបច្ច័យអាស្រ័យការឃើញអានុភាពនោះឯងរមែងតាំងចិត្តទុកក្នុងអភិនិហានោះនេះជាបច្ច័យទី1នៃមហាភិនិហា2. សុណាតិអេតិសោចៈអេតិសោចៈភគវាបានលើតមកថាព្រះតថាគតមានសភាពដូចនេះមហាបរោះមិនឃើញព្រះតថាគតមានអានុភាពធំតាមដែលពោលតែឮថាព្រះមានព្រះភិក្ខទ្រង់មានសភាពដូចនេះមហាបរោះនោះបឹងអោនចិត្តនៅក្នុងពោធិញ្ញាណធ្វើធម្មទាននោះឲ្យជាបច្ច័យអាស្រ័យព្រះដ៏មានព្រះភិក្ខអង្គនោះរមែងតាំងចិត្តទុកក្នុងអភិនិហានោះនេះជាបច្ច័យទី2នៃមហាភិនិហា 3. ពុទ្ធានុភាវៈបដិសង្យុត្តធម្មំសុណាទេបានស្ដាប់ធម៌ដែលប្រកបដោយពុទ្ធានុភាពមហាបរោះមិនឃើញព្រះតថាគតមានអានុភាពធំតាមដែលពោលនោះហើយទាំងមិនបានឮមហានុភាពនោះពីអ្នកដទៃតែការដែលព្រះតថាគតទ្រង់សម្ដែងធម៌មហាបរោះរមែងស្ដាប់ធម៌បដិសង្យុត្តដោយពុទ្ធានុភាពមានន័យជាអាថាមនាលភិក្ខុទាំងឡាយតថាគតប្រកបដោយកម្លាំងទាំង10ដូច្នេះមហាបរោះនោះរមែងបង្អោនចិត្តនៅក្នុងសម្មាសម្ពោធិញ្ញាណធ្វើធម្មទាននោះឲ្យជាបច្ច័យអាស្រ័យពុទ្ធានុភាពនោះរមែងតាំងទុកក្នុងអភិនិហាននោះនេះជាបច្ច័យទី3នៃមហាភិនិហា